ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនាំពុកម៉ែបងប្អូនមកមើលនាងខ្ញុំបេះពោតបារាំងទាំងអស់គ្នាពោតបារាំងហ្នឹងគឺងាយស្រួលដាំមែនតែនបងប្អូនពូជហ្នឹងគឺយើងគ្រាន់តែសាបនៅលើដីអញ្ចឹងទៅវានឹងដុះមកល្អមែនតែនបងប្អូនល្អទាំងដើមល្អទាំងផ្លែតែម្ដងខ្ចីស្រួយល្អមែនតែនណាបងប្អូនប្រភេទពោតបារាំងហ្នឹងគឺយើងអាចយកទៅធ្វើជាអន្លក់ជាបន្លែហូបជាមួយនឹងទឹកគ្រឿងជាមួយនឹងសាច់អាំងបានណាបងប្អូនមិនត្រឹមតែប៉ុណ្ណោះពោតបារាំងក៏ជួយជាថ្នាំព្យាបាលជាច្រើនមុខបានដែរឥឡូវមានរៀងចាស់ដែរទេបងប្អូនដោយសារតែនៅពេលខ្ចីហ្នឹងនាងខ្ញុំមិនបានថតជូនបងប្អូនទស្សនាទៅតែដល់ពេលចាស់ទៅទើបនឹកឃើញអញ្ចឹងក៏មកបេះជូនបងប្អូនទស្សនាទៅនៅពេលចាស់អញ្ចឹងគឺយើងមិនអាចយកទៅធ្វើជាបន្លែអីបានច្រើនមុខទេប៉ុន្តែយើងក៏អាចយកទៅដុតហូបហើយក៏យកទៅធ្វើជាថ្នាំឈើបានធ្វើជាថ្នាំឈើបានច្រើនប្រភេទដូចជាទល់លាមកហើយនឹងព្យាបាលរោគផ្សេងទៀតដែលនាងខ្ញុំមិនបានរៀបរាប់អស់ទេយើងដាំធម្មជាតិអញ្ចឹងដោយខ្លួនឯងគឺមានសុវត្ថិភាពក្នុងការហូបបន្លែធម្មជាតិអញ្ចឹងបងប្អូនគឺយើងហូបទៅគឺមានអារម្មណ៍ថាសុវត្ថិភាពក្នុងការហូបនាងខ្ញុំដាំច្រើនគួរសមដែរអញ្ចឹងក៏ហូបខ្ចីហើយអស់អញ្ចឹងទៅក៏បេះពោតចាស់ហ្នឹងទៅដុតធូបអីអញ្ចឹងទៅនៅក្បែរផ្ទះព្រោះយើងមិនបានដាំនៅណាឆ្ងាយយើងដាំខ្លួនឯងអញ្ចឹងក៏ងាយស្រួលមិនចាំបាច់ខាត់ថវិកាទៅទិញឬក៏ខាត់ពេលវេលាចំណាយពេលវេលាទៅទិញនៅផ្សារទេព្រោះយើងនៅទីជនបទអញ្ចឹងគឺនៅឆ្ងាយអញ្ចឹងពិបាកក្នុងការទៅទិញបន្លែទិញម្ហូបអីអញ្ចឹងទៅតែបើយើងដាំខ្លួនឯងគឺវាងាយស្រួលចំណេញទាំងថវិកាចំណេញទាំងពេលវេលាទៀតណាបងប្អូនខ្ចីល្អហើយនៅមានក្តាប់ជាបន្តបន្ទាប់ទៀតគឺយើងហូបបានយូរវែងមែនតែនចានាងខ្ញុំក៏បានបេះចែកអ្នកចិត្តខាងមួយចំនួនខ្លះក៏ទុកហូបដោយខ្លួនឯងទៅចាដាំនៅក្បែរស្រះនៅក្បែរផ្ទះអីអញ្ចឹងទៅមិនថាខែប្រាំងខែផ្សារឲ្យតែយើងឧស្សាហ៍គឺมันខ្វះបន្លែធម្មជាតិហូបទេហើយក៏ធ្វើឲ្យសុខភាពរបស់យើងនឹងរឹងមាំសុខភាពល្អមិនងាយឈឺចាស់អីអញ្ចឹងទៅព្រោះយើងហូបបន្លែធម្មជាតិអត់ដូចយើងទិញនៅតាមផ្សារទេយើងមានសុវត្ថិភាពក្នុងការញ៉ាំតែម្ដងចាប្រមូលនេះបេះដោយសារតែអត់បានយកកត្រៃយកអីមកបេះទេដល់ពេលអញ្ចឹងបេះនៅដៃគឺវារៀងស្វិតបន្តិចចាវានៅស្វិតបន្តិចអញ្ចឹងក៏បេះទៅណាមួយក៏ដើមហ្នឹងក៏វាយើងគង់ទៅកាប់ចោលដដែលហើយបងប្អូនគង់ទៅកាប់ចោលដដែលព្រោះវាអស់ផ្លែហើយណាមួយវាក៏ចាស់ដែរហើយអញ្ចឹងយើងត្រូវកាប់ចោលដើម្បីដាំបន្លែផ្សេងទៀតទុកសម្រាប់ហូបនៅរដូវប្រាំងអីអញ្ចឹងទៅនាងខ្ញុំក៏បានបេះគ្រាប់ទុំចាទុកសម្រាប់ដាំឆ្នាំក្រោយទៀតឬក៏ដាំខាងមុខទៀតផ្លែរបស់គេល្អធំល្អចានាងខ្ញុំឲ្យតែបានបេះបន្លែអញ្ចឹងគឺថាសប្បាយចិត្តចូលចិត្តបេះបន្លែចូលចិត្តដាំអីចឹងទៅអត់ដឹងមិនទេប៉ុន្តែដឹងតែថាខ្លួនឯងចូលចិត្តដាំហើយចូលចិត្តប្រមូលផលពេលបានច្រើនអីចឹងមកក៏ចូលចិត្តចែកអ្នកចិត្តខាងចែកបងប្អូនហូបអីចឹងទៅគឺសប្បាយចិត្តអត់បានថាយកទៅលក់យកទៅអីទេចាយើងអាចយកទៅថ្នាំឈើទៅធ្វើជាថ្នាំឈើហាលឲ្យស្ងួតក៏បានគឺងាយស្រួលក្នុងការទុកដាក់ចាហើយពោតបារាំងហ្នឹងគឺនាងខ្ញុំកាលពីតូចចូលចិត្តដុតហូបលេងដោយសារតែអត់មាននំមានបង្អែមអីសម្បូរហូបហូហៀដូចសប្តាហ៍ថ្ងៃទេកាលនៅក្មេងៗហ្នឹងគឺហូបតែផ្លែឈើដាំនឹងឯងគ្រាប់ដែលដាំនៅតាមចង្ការបន្លែធម្មជាតិអីចឹងទៅចារហូតដល់សប្តាហ៍ថ្ងៃក៏នៅតែបន្តដែរគ្រាន់តែថាបើយើងទៅរៀនបច្ចេកទេសនៃការដាំដុះតាមបែបកសិកម្មហ្នឹងគឺវាល្អជាងបងប្អូនធ្វើបែបហ្នឹងគឺធ្វើឲ្យយើងទទួលបានទិន្នផលខ្ពស់
ចំណេញពេលវេលាចំណេញប្រាក់កម្រៃអីអញ្ចឹងទៅតែនាងខ្ញុំអត់បានទៅរៀនទេគឺដាំតាមបែបលក្ខណៈគ្រួសារគ្រាន់ទុកម្ហូបពេលយើងអត់មានថវិកាឬក៏យើងកាត់បន្ថយថវិកាក្នុងការចំណាយគ្រប់គ្រងនៅក្នុងគ្រួសាររបស់យើងអីចឹងទៅអរគុណដែលបងប្អូនដែលស្រឡាញ់និងចូលចិត្តជម្រាប